បងប្អូនទាំងអស់គ្នាប្រសិនបើពេញចិត្តនៅវីដេអូរឿងនេះសូមកុំភ្លេចជួយចុច Follow Page ម្នាក់មួយផងហើយកុំភ្លេច Share រឿងនេះចែកជូនពុកម៉ែបងប្អូនមិត្តភ័ក្តិជួយមើលលេងកម្សាន្តទាំងអស់គ្នាផងដែរបាទសូមអរគុណយើងដើរមកដូចជាឆ្ងាយហើយអញ្ចឹងយប់នេះយើងបោះតង់ដេកនៅកន្លែងនេះទៅលោកពូហើយបើយើងបោះតង់នៅទីនេះតើមានសុវត្ថិភាពដែរអត់លោកពូព្រោះព្រៃនៅទីនេះដូចជាគួរឲ្យខ្លាចដល់ហើយមិនអីទេយើងបោះតង់នៅទីនេះទៅប៉ុន្តែឯងតមន់តិចណាកុំមាត់ផ្ដេសផ្ដាយសោះនៅក្នុងព្រៃនេះបើមិនចង់មានបញ្ហាទៅលើខ្លួនឯងទេពេលដែលបោះតង់ហើយដេកនៅស្ងៀមទៅមិនស្រួលទេយើងមកដេកខុសកន្លែងហើយណែអាភាឆាប់ងើបឡើងយើងមិនអាចនៅទីនេះបានទៀតទេលោកពូហើយចង់មានរឿងអ្វីទៅបានជាដាក់ខ្ញុំទៅហេតុថមអញ្ចឹងនេះទីនេះយើងមិនអាចនៅយូរបានទេឆាប់ប្រមូលអីវ៉ាន់ហើយលឿនឡើងមកហើយខ្ញុំសួរថាមានរឿងអីមិនក៏លោកពូមិនព្រមប្រាប់ខ្ញុំយើងប្រាប់ថាឲ្យឯងប្រមូលអីវ៉ាន់ឲ្យលឿនមកប្រយ័ត្នហួសពេលណាហើយចុះយប់ស្មោះនេះទៅហើយលោកពូគិតប្រមូលអីវ៉ាន់ទៅណាទៀតបើព្រៃលឹងញុកអញ្ចឹងនេះឯនេះយើងប្រាប់ហើយនៅតែមិនស្ដាប់យើងទៀតឥឡូវហួសពេលហើយមិនចាំបាច់រៀបចំស្អីទេព្យាយាមទប់ទល់ជាមួយវាទៅវាកំពុងតែមកហើយអើយលោកពូតើវាជាសត្វស្អីទៅលោកពូមិនក៏អាក្រក់មើលម្ល៉េះឆាប់រត់ភ្លាមទៅឯងនៅមើលវាធ្វើស្អីទៀតវាមិនងាយងាប់ទេអាខ្មោចព្រៃនឹងនោះអញ្ចឹងពូនៅទប់ទល់សិនណាខ្ញុំរត់ទៅមុនអញ្ចឹងចូលមកទៀតមកអាខ្មោចព្រៃចង្រៃហ៎វាចេះបំបាទបងប្អូនទាំងអស់គ្នាប្រសិនបើពេញចិត្តនៅវីដេអូរឿងនេះសូមកុំភ្លេចជួយចុច Follow Page ម្នាក់មួយផងហើយកុំភ្លេច Share រឿងនេះចែកជូនពុកម៉ែបងប្អូនមិត្តភ័ក្តិជួយមើលលេងកម្សាន្តទាំងអស់គ្នាផងដែរបាទសូមអរគុណ